សួស្តីទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងមកប្រាប់ទាំងអស់គ្នាអំពីរបៀបដែលទាំងអស់គ្នាអាចទាញយក app Google ចេញពី app Gallery បានហើយការប្រើប្រាស់ឥឡូវគឺអត់មានបញ្ហាគឺទាំងអស់គ្នាអាចប្រើប្រាស់ទាំង Google Service ទាំង app ABA ទាំង Facebook YouTube អីបាននៅក្នុង app Gallery នឹងទាំងអស់អញ្ចឹងដើម្បីប្រើប្រាស់គឺទាំងអស់គ្នាចុចចូល app Gallery នឹងមកបន្តមក agree ជាមួយនឹង term condition របស់គេកន្លែងនេះទាំងអស់គ្នាអាច skip បាន cancel បន្តមក search រកពាក្យថា Google អញ្ចឹងវាយពាក្យថា Google មកបន្តមកយកពាក្យថា search អញ្ចឹងនៅពេលដែល search ហើយទាំងអស់គ្នា scroll ចុះមកខាងក្រោមហ្នឹងនឹងឃើញពាក្យថា more អញ្ចឹងចុចនៅលើពាក្យថា more ហ្នឹងមកគឺនឹងឃើញ app របស់ Google ជាច្រើនអញ្ចឹងយើង install app របស់ Google មួយមកឧទាហរណ៍ខ្ញុំ install Google Chrome អញ្ចឹងវានឹង load ពាក្យថា Microsoft Company នៅជាមួយនឹង Microsoft Service ដែលយើងអាចប្រើប្រាស់ជាមួយនឹង Google ពេញលេញបានគឺយើងត្រូវការពីហ្នឹងណាអញ្ចឹងនៅពេលដែលយើង install Google App មួយណាក៏បានដែរគឺយើងនឹងធ្វើការ install Microsoft ហ្នឹង automatic អញ្ចឹងយើង install សិនមកអញ្ចឹងយើងធ្វើការរងចាំឲ្យវាដើរពេញ 100% កន្លែងនេះវាអាចយូរឬមកក៏ឆាប់អាស្រ័យទៅលើអ៊ីនធឺណិតរបស់ទាំងអស់គ្នាណាអញ្ចឹងនៅពេលដែលវាគ្រប់ 100% ហើយគឺវានឹងចេញបែបនេះឲ្យអញ្ចឹងយើងយកពាក្យថា allow មកហើយយកពាក្យថា install អញ្ចឹងគ្រប់កម្មវិធី Google របស់ Google ទាំងអស់គឺទាំងអស់គ្នាអាចប្រើប្រាស់នៅក្នុងទូរស័ព្ទដៃ Huawei បានទាំងអស់មិនថា Google Drive Google Meet ឬមួយក៏ Google Photo អីគឺអាចប្រើប្រាស់បាននៅក្នុងនេះទាំងអស់អញ្ចឹងនៅពេលដែលទាំងអស់គ្នា install រួចរាល់ហើយគឺវានឹងចូលម៉ាស៊ីន screen របស់ទាំងអស់គ្នាតែម្ដងអញ្ចឹងយើងបើក Google មកគឺយើងអាចធ្វើការ log in បានណានេះកន្លែងដែលយើងអាច log in បានអញ្ចឹងយើង log in ជាមួយនឹង account email របស់យើងមក sign in អូខេអញ្ចឹងនៅពេលដែល log in ហើយគឺទាំងអស់គ្នាអាចប្រើ Google ពេញលេញបាននៅក្នុងទូរស័ព្ទដៃ Huawei អញ្ចឹងឬមួយក៏មួយទៀតទាំងអស់គ្នាអាចមាន option មួយទៀតដែលអាចប្រើប្រាស់ជាមួយនឹងកម្មវិធី Gbox install app ផ្សេងៗបានណាអញ្ចឹងដើម្បី download Gbox ទាំងអស់គ្នាចូល app gallery មកហើយបន្តមក search យកពាក្យថា Gbox បន្តមកចុចពាក្យថា search មកហើយ install Gbox អញ្ចឹងនៅពេលដែលគ្រប់ 100% ហើយគឺទាំងអស់គ្នាអាចបើក Gbox បានហើយ agree ជាមួយនឹង term condition ហើយនៅក្នុងនេះគឺទាំងអស់គ្នាអាចប្រើជាមួយនឹង Google Play បានដូចគ្នាអញ្ចឹងយើងចូល Google Play មកហើយ sign in ជាមួយនឹង Gmail របស់យើងហ្នឹង sign in យើងដាក់ Gmail របស់យើងមកចុចយកពាក្យថា agree អញ្ចឹងនៅពេលដែលរួចរាល់ហើយគឺទាំងអស់គ្នាអាចធ្វើការ install app នៅក្នុង Play Store របស់យើងក៏បានដូចគ្នាដែរអញ្ចឹងសម្រាប់អ្នកដែលប្រើប្រាស់កម្មវិធី ABA កម្មវិធី Bank App ឬមួយក៏ Facebook YouTube ហើយគឺទាំងអស់គ្នាអាចធ្វើការ download បានដូចគ្នានៅក្នុងនេះណាអញ្ចឹងសម្រាប់ app ABA គឺទាំងអស់គ្នាអាចប្រើប្រាស់បានពេញលេញមានទាំង notification សំឡេងសារនៅពេលដែលគេបាញ់លុយចូលមកគឺទាំងអស់គ្នាអស់បារម្ភជាមួយនឹងការ upload notification នេះគឺវា support ពេញលេញតែម្ដងនៅក្នុងនេះណាអញ្ចឹងសង្ឃឹមថានៅក្នុងវីដេអូនេះគឺអាចជួយទាំងអស់គ្នាបានច្រើនទៅលើការប្រើប្រាស់ Google Service នៅក្នុងទូរស័ព្ទដៃ Huawei ជួបគ្នានៅក្នុងវីដេអូក្រោយអរគុណ